ប្រហែលថ្ងៃហ្នឹងគឺមានភ្លៀងជាប់គ្នារហូតធ្វើឲ្យដំណាំផ្លែឈើទាំងអស់គឺរីកស្រស់ស្អាតបំមែនតែនជាពិសេសផ្លែមៀននឹងហ្មងគេហៅថាមៀនលាក់ផ្លែតាំងពីលើរហូតដល់ចុងក្រោមពីក្រោមរហូតដល់លើធ្វើឲ្យផ្លែឈើទាំងអស់រីកស្រស់ស្រាយមែនតែនជាពិសេសផ្លែខ្នុរហ្មងគឺទុំចង់គ្រប់ផ្លែជាពិសេសស្លឹកម្ជូរជើងក្រែងហើយនៅផ្លែដូងស្លឹកម្ជូរជើងក្រែងបានជួយកូនត្រីក្រាញ់គឺរឹតតែល្អហើយជាពិសេសនេះអ្វីដែលសំខាន់គឺផ្លែព្រីងនឹងហ្មងដែលខ្មែរយើងហៅថាព្រីងដោះក្របីគឺផ្លែទុំច្រើននៅពេលដែលត្រូវទឹកភ្លៀងតើបងប្អូនចង់ញ៉ាំទេ